ប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48និងកិច្ចប្រជុំពាក់ព័ន្ធរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងសេប៊ូសាធារណរដ្ឋហ្វីលីពីនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ច័នមនីហ៊ុនម៉ាណែតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញនាពាក់កណ្ដាលអាធ្រាត្រថ្ងៃទី8ខែឧសភាឆ្នាំ2026បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងសេប៊ូនៃសាធារណរដ្ឋហ្វីលីពីនចាប់ពីថ្ងៃទី7ដល់ថ្ងៃទី8ខែឧសភាឆ្នាំ2026តបតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននិងជាប្រធានអាស៊ានសម្រាប់ឆ្នាំ2026បេសកកម្មរយៈពេល2ថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48និងកិច្ចប្រជុំពាក់ព័ន្ធជំនួបត្រីភាគីទ្វេភាគីជំនួបក្រៅផ្លូវការនិងជំនួបសម្ដែងការគួរសមជាដើមក្របខ័ណ្ឌកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48និងកិច្ចប្រជុំពាក់ព័ន្ធសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនិងអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការប្រកបដោយកិត្តិយសយ៉ាងក្រៃលែងដែលរៀបចំដោយឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននិងលោកជំទាវ Luis Araneta Marquez នៅទីក្រុងសេប៊ូប្រទេសហ្វីលីពីនសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនិងកិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48ក្រោមមូលបត្រដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នានៅក្នុងកិច្ចប្រជុំកម្ពុជានេះថ្នាក់ដឹកនាំអាស៊ានបានអះអាងជាថ្មីនៅការបដិញ្ញាចិត្តក្នុងការជំរុញការកសាងសហគមន៍អាស៊ានការពង្រឹងភាពធន់ក្នុងតំបន់និងការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងជាពិសេសពាក់ព័ន្ធនឹងសន្តិសុខធម្មពលសន្តិសុខស្បៀងអាហារសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ានសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាអាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់និងជាកម្លាំងសម្រាប់សន្តិភាពស្ថិរភាពកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាភាពពាក់ព័ន្ធនឹងអំណាចទុនរបស់អាស៊ានគឺការចេញពីទូនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាននិងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្ដាភាគីដោយយុត្តិធម៌និងភាពជឿជាក់នៅក្នុងបរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងតំបន់ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក្រៅព្រមទាំងរក្សាសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័ត1ពិធីសារសេប៊ូស្ដីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន2សេចក្តីថ្លែងការណ៍អាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ3សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ានស្ដីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈមបូព៌ា4សេចក្តីថ្លែងការណ៍អាស៊ានស្ដីពីការផ្ដល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុនិងភាពធន់ទៅនឹងគ្រោះមហន្តរាយនិង5សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្ដីពីការបង្រួបបង្រួមអាស៊ានលើកិច្ចឆ្លើយតបគ្រោះមហន្តរាយពិធីសារសុទ្ធយុទ្ធសាស្ត្រអាស៊ានសម្រាប់ការផ្លាស់ប្ដូរក្នុងគ្រាអាសន្ននិងគ្រប់ជ្រុងជ្រោយ aspects ក្របខ័ណ្ឌនយោបាយនឹងការទូតតាមរយៈកិច្ចប្រជុំកម្ពុជាអាស៊ាននេះសម្ដេចធិបតីបានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងប្រជុំរដ្ឋាភិបាលនៃបណ្ដាប្រទេសជាច្រើនរួមមានជំនួបត្រីភាគីកម្ពុជាហ្វីលីពីនថៃកិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹងរវាងថៃនិងកម្ពុជានិងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញសម្ដេចធិបតីបានថ្លែងរំលឹកយ៉ាងទទូចថាការប្រើប្រាស់កម្លាំងនិងការបង្កើតអង្គខេត្តសម្រាប់លើទីតាំងជាក់ស្ដែង Face Accomplice ដើម្បីផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនគឺជាការមួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាតទន្ទឹមនេះសម្ដេចធិបតីនិងនាយករដ្ឋមន្ត្រីថៃបញ្ញាចិត្តរួមគ្នាថានឹងធ្វើឲ្យទំនាក់ទំនងកម្ពុជាថៃមានប្រក្រតីភាពឡើងវិញជាលំដាប់ក្នុងគោលដៅសម្រាប់ឲ្យបាននៅសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរសម្ដេចធិបតីបានលើកឡើងថាត្រូវតែចាប់ផ្ដើមឡើងវិញនៅរាល់យន្តការដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC គណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានចាប់ផ្ដើមអនុវត្តការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក
សម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថាយន្តការនេះគឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែង Fait Accompli និងដើម្បីធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងខ្សែព្រំដែនអន្តរជាតិត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ការនេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្តនិងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះទូរនទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នឹងបានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រនិងការចូលរួមចំណែកជាបន្តបន្ទាប់ហើយកម្ពុជាបានផ្ដល់កិច្ចសហប្រតិបត្តិការពេញទំហឹងនិងអំពាវនាវឲ្យពង្រឹងទូរនទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AUT ដើម្បីផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តបទឈប់បាញ់និងរាល់វិធានការដែលបានព្រមព្រៀងគ្នាកិច្ចប្រជុំនេះក៏បានពិភាក្សាអំពីទិសដៅទៅអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រប្រាស់យន្តការផ្សះផ្សាយដោយចាប់បង្ខំក្រាបអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃចេញពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001កម្ពុជាជឿជាក់ថានេះគឺជាមេគាសន្តិវិធីដែលដឹកនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរសម្ដេចធិបតីបានគូបញ្ជាក់ថាកម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះការដោះស្រាយចំនួនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់រួមទាំងការបដិញ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័សនិងដោយសុឆន្ទៈជំនួបត្រីភាគីកម្ពុជាឡាវវៀតណាមក្នុងឱកាសនៃជំនួបត្រីភាគីនេះថ្នាក់ដឹកនាំនៃប្រទេសទាំង3បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យព្រមទាំងបានគូបញ្ជាក់ពីសារៈសំខាន់នៃជំនួបអាហារពេលព្រឹកជាប្រពៃណីរវាងនាយករដ្ឋមន្ត្រីទាំង3ដែលជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាននិងការលើកកម្ពស់បន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រថ្នាក់ដឹកនាំទាំង3ក៏បានសង្កត់ធ្ងន់ថាក្នុងបរិការដែលស្ថានភាពតំបន់និងពិភពលោកបន្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញការបន្តពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3កាន់តែមានសារៈសំខាន់ថ្នាក់ដឹកនាំទាំង3ក៏បានពិភាក្សាអំពីអត្ថប្រយោជន៍និងគំនិតលើកដើមសម្ដៅជំរុញបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយសន្តិសុខនិងការពិជាតិសេដ្ឋកិច្ចនិងពាណិជ្ជកម្មការវិនិយោគការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តការតបភ្ជាប់ធម្មពលនិងការតបភ្ជាប់ទេសចររួមទាំងការបង្កើតជើងហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសទាំង3សម្ដេចធិបតីក៏បានប្រៀបផ្ដាំឲ្យមានការពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងការតបភ្ជាប់បណ្ដាញអគ្គិសនីរវាងប្រទេសទាំង3តាមរយៈការប្រើប្រាស់បណ្ដាញបញ្ជូនអគ្គិសនីដែលមានស្រាប់ព្រមទាំងបានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំង3ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ផលិតផលទេសចររួមជាក្នុងឱកាសនោះសម្ដេចធិបតីបានអញ្ជើញថ្នាក់ដឹកនាំឡាវនិងវៀតណាមចូលរួមកិច្ចប្រជុំកម្ពុជា Francophonie លើកទី20ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះជំនួបទ្វេភាគីកម្ពុជាវៀតណាមសម្ដេចធិបតីបានគូបញ្ជាក់អំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀតដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់គោលដៅ$20 ប៊ីលានអាមេរិកនិងបានស្នើវិនិយោគិនវៀតណាមក៏បន្តមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតសម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងការកំណត់ទីតាំងតបភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិតនិងគម្រោងផ្លូវល្បឿនលឿនហូជីមីងមុខបៃដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចនិងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួនដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗរួមមាននយោបាយសន្តិសុខនិងការពិជាសេដ្ឋកិច្ចពាណិជ្ជកម្មធម្មពលការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរនិងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនជាក្នុងឱកាសនោះឯកឧត្តមលីមីងហុងនាយករដ្ឋមន្ត្រីប្រទេសវៀតណាមក៏បានអញ្ជើញសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមជាថ្មីម្ដងទៀតជំនួបទ្វេភាគីកម្ពុជាសង្ហបុរីនាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់ព្រមទាំងបានវិយតម្លៃខ្ពស់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយូរអង្វែងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរជាមួយគ្នានេះសម្ដេចធិបតី
ក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការ MOC ស្ដីពីសន្តិសុខស្បៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីររួមទាំងការចូលជាធរមាននៃពិធីសារទី2ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរីមកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀតសម្ដេចធិបតីបានសម្ដែងនៅសុទិដ្ឋិនិយមថាប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀតដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគ្រប់វិស័យបន្ថែមទៀតក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូរវាងវិស័យឯកជននៅប្រទេសទាំងពីរថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មធម្មពលការពារជាតិនិងសន្តិសុខព្រមទាំងបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់មួយចំនួនក្នុងក្របខ័ណ្ឌអាស៊ាននិងអន្តរជាតិជំនួបទ្វេភាគីកម្ពុជាម៉ាឡេស៊ីក្នុងឱកាសនៃជំនុំឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្ដែងនៃការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីនិងបានគូបញ្ជាក់អំពីការបដិញ្ញាបន្តជំរុញតាក់ទងនេះឲ្យកាន់តែរីកចម្រើនទូលំទូលាយនិងរឹងមាំបន្ថែមទៀតជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសម្រាប់ជាប្រយោជន៍ដល់ជាតិនិងប្រជាជននៅប្រទេសទាំងពីរសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានដើរតួនាទីយ៉ាងសំខាន់យ៉ាងសកម្មក្នុងការសម្របសម្រួលឲ្យមានការជប់បាញ់រវាងកម្ពុជានិងថៃចំនួន2លើក28កក្កដានិង27ធ្នូឆ្នាំ2025សម្ដេចធិបតីបានគូបញ្ជាក់ថាទូនាទីរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់រដ្ឋជាសមាជិកអាស៊ានដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការធានាស្ថិរភាពវិបុលភាពនិងចីរភាពនៅក្នុងតំបន់អាស៊ានបន្ថែមលើនេះសម្ដេចធិបតីក៏បានពិភាក្សាជាមួយឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមអំពីការជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគជាពិសេសការផ្ដោតលើឧស្សាហកម្មដែលជាឧស្សាហកម្មមួយមានសក្តានុពលខ្ពស់ចំពោះកម្ពុជាក្នុងកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយម៉ាឡេស៊ីសម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ីដែលបានគាំទ្រកម្ពុជានិងបានបញ្ជូនអ្នកបច្ចេកទេសផ្នែកអាហារ Halal មកកាន់កម្ពុជាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងវេទិកាគាំទ្រសម្រាប់ធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានសិទ្ធិក្នុងការនាំចេញអាហារ Halal ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាស្ថិរភាពនិងសន្តិភាពក្នុងតំបន់ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាម៉ាឡេស៊ីលើវិស័យការពារជាតិនិងសន្តិសុខនៅក្នុងឱកាសចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48នេះសម្ដេចធិបតីបានជួបពិភាក្សាក្រៅផ្លូវការជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីឯកឧត្តម Sonexay Sifandon នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងលោក Yu Hao Khan Som អគ្គលេខាធិការក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទន្ទឹមនឹងនេះសម្ដេចធិបតីក៏បានអនុញ្ញាតឲ្យលោកជូតអហ្គួយឡាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីនជួបសម្ដេចការកូសាំនៅពិភាក្សាការងារផងដែរក្នុងឱកាសរួមដំណើរជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងសេប៊ូនៃសាធារណរដ្ឋហ្វីលីពីននិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតស្ត្រីទី1នៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញចូលរួមសកម្មភាពពិធីការជាន់ខ្ពស់និងសកម្មភាពវប្បធម៌មិត្តភាពជាមួយបណ្ដាភរិយានៃបណ្ដាប្រមុខដឹកនាំអាស៊ាននៅទីក្រុងសេប៊ូផងដែរដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី48និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសហ្វីលីពីនរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺជាព្រឹត្តិការណ៍ថ្មីដ៏លេចធ្លោមួយទៀតសម្រាប់ប្រទេសកម្ពុជាក្រៅពីចូលរួមចំណែកក្នុងការជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ដើម្បីផ្ដល់ទស្សនាទានសម្រាប់ជាផលប្រយោជន៍តំបន់និងពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសសមាជិកអាស៊ានសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានធ្វើសកម្មភាពការទូតយ៉ាងសកម្មនិងលេចធ្លោក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាទាំងព្រំដែនគោកនិងព្រំដែនសមុទ្រសម្ដេចប្រមុខរាជរដ្ឋាភិបាលបានបង្ហាញចំហច្បាស់លាស់មើងម៉ាត់និងតាមរយៈប្រសាសន៍ដ៏មុតស្រួចចំពោះដំណោះស្រាយបញ្ហាដោយសន្តិវិធីតាមមធ្យោបាយការទូតនិងផ្អែកលើច្បាប់អន្តរជាតិជាពិសេសការពង្រឹងការអនុវត្តបទឈប់បាញ់ការគ្រប់គ្រងពេញទំហឹងដោយយន្តការអ្នកសង្កេត
ការអាស៊ាន AOT និងការជំរុញការងារចោះវាស់វែងខណ្ឌសីមាព្រំដែនរវាងកម្ពុជាថៃឲ្យបានឆាប់បំផុតដែលមិនពន្យាពេលបន្តទៀតឡើយជំហរនេះត្រូវបានសហគមន៍តំបន់និងអន្តរជាតិចាប់អារម្មណ៍និងដឹងឮយ៉ាងទូលំទូលាយព្រមទាំងកំពុងតាមដានដែលយកចិត្តទុកដាក់បំផុតថ្ងៃសៅរ៍800ខែពិសាខឆ្នាំមមីអត្តស័កពុរសករាជ2570រាជធានីភ្នំពេញថ្ងៃទី9ខែឧសភាឆ្នាំ2026នាងខ្ញុំសូមអរគុណ